បាទពុកម៉ែបងប្អូនដីទំហំ9ម៉ែត្រជាងគុណនឹងបណ្ដោយរហូតដល់45ម៉ែត្រជាងនៅខាងក្រោយខ្នងខ្ញុំនេះពុកម៉ែបងប្អូនដីនេះបើយើងនិយាយទៅវាជាប្រភេទគាត់បើកជាកន្លែងសិប្បកម្មធ្វើដេគ័រជូនភ្ញៀវហើយឥឡូវនេះគាត់មានតម្រូវការសម្រាប់ការលក់ហើយទីតាំងនៃដីឃ្លាំងសម្រាប់លក់នេះគឺនៅខាងក្រោយផ្សារសន្តិភាព2ឬក៏យើងអាចនិយាយបានមួយបែបទៀតគឺនៅខាងក្រោយបូរីពិភពថ្មីគម្រោង2ផ្លូវជាតិលេខ3ក៏បានផងដែរបាទពុកម៉ែបងប្អូនហើយដែលទីតាំងនៃដីលក់គឺស្ថិតនៅនឹងភូមិត្រាំដោតសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញផងដែរហើយបន្ទាប់មកទៀតសូមពុកម៉ែបងប្អូនអញ្ជើញមកតាមខ្ញុំមកមើលទស្សនវិជ្ជានៅខាងក្នុងនៃទីតាំងដីនិងឃ្លាំងដេគ័រសម្រាប់លក់នេះផងដែរចំពោះឯទស្សនវិជ្ជានៅខាងក្នុងវិញដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងគឺទីតាំងនៃដីនិងកន្លែងដេគ័ររបស់គាត់នេះគឺគាត់បើកសម្រាប់សម្ភារៈគាត់ជាម្ចាស់សិប្បកម្មនៃការដេគ័រផងដែរហើយបើយើងកលេចទៅមើលខាងក្រោយនៃទីតាំងផ្ទះវិញគឺគាត់មានជាផ្ទះមួយគាត់រៀបចំខាងក្នុងហ្នឹងគឺស្អាតមែនទែនពាក់ព័ន្ធនឹងផ្ទះខាងក្រោយដែលគាត់កន្លែងគាត់រស់នៅហ្នឹងហើយខាងក្នុងនៃផ្ទះហ្នឹងគឺមានបន្ទប់គេង2បន្ទប់ទឹកមាន3ផងដែរហើយចំពោះឯទស្សនវិជ្ជានៃដីនេះគឺដីគឺបែរមុខទៅទិសខាងកើតហើយទំហំនៅក្នុងបានកម្មសិទ្ធិប្លង់រឹងវិញមានទំហំរហូតដល់408ម៉ែត្រការ៉េផងដែរខ្ញុំបញ្ជាក់ម្ដងទៀតដីយើងគឺទំហំទៅតឹង9ម៉ែត្រជាងគុណនឹងបណ្ដោយរហូតដល់45ម៉ែត្រយើងចុះពីផ្លូវជាតិលេខ3ឬក៏បរិយាពិភពថ្មីគម្រោងទី2គឺត្រឹមតែ1គីឡូជាងតែប៉ុណ្ណោះហើយបើយើងគិតពីទីតាំងនៃដីលក់យើងនេះទៅដល់នឹងផ្សារសន្តិភាព2គឺចម្ងាយត្រឹមតែ700ម៉ែត្រតែប៉ុណ្ណោះហើយក្រោយនៃទីតាំងដីលក់គឺមានរោងចក្រកំពុងដំណើរការមានកម្មកររាប់ពាន់នាក់ផងដែរអញ្ចឹងហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅលេខទូរស័ព្ទបងប្អូនរបស់ខ្ញុំបាទដែលមាននៅខាងលើក៏បានដូចគ្នាផងដែរសូមអរគុណ